ok ឥឡូវយើងធ្វើការបង្កើតគំរូស៊ុំនៅក្នុងកម្មវិធី Word តាមរយៈការប្រើទៅលើ font តតែងតើ font តតែងយើងអាចច្នៃទៅជាគំរូនេះក្បាច់ជុំវិញនៃជ្រុងរបស់យើងនេះបានឬអត់ជាក់ស្ដែងអានេះគឺបន្ទាត់អានេះគឺជ្រុងកាយរបស់យើងដែលមានក្បាច់ទាំងអស់ហ្នឹងអញ្ចឹងទៅក្នុងការធ្វើគំរូឥឡូវខ្ញុំស៊ូមបន្ថែមតូចបន្តិចទី1គឺយើងធ្វើការគូសបន្ទាត់ឲ្យក៏បានអញ្ចឹងយើងចូលទៅការ insert shape យើងយក shape ប្រឈរណាមួយមកអញ្ចឹងអា shape ប្រឈរនេះយើងគូសធម្មតាមកកាលន័យថាយើងគូសដំបូងយើងគូសប៉ុណ្ណឹងបើកាលនេះចង់គូសឲ្យស្អាតឃើញរេដាក់ស្មើណាយើងចុច shift key ចុច shift key បានថាយើងចង់គូសមកក្រោមអីវាបានស្អាតបន្តមកទៀតយើងចូលទៅខាងកន្លែង format យើងអាចប្រើទៅលើ shape outline យើងយកកម្រាស់វិញបើថាយើងចង់បាន shape ហ្នឹងក្រាស់ឬស្ដើងយើងយកកម្រាស់មកចង់ដូរពណ៌យើងចូលទៅកាន់ shape outline យកពណ៌ណាមួយចង់បានចង់ដូរពណ៌អីដូរតាមការគូសករណីនេះបើសិនបើគាត់ថាឥឡូវខ្ញុំស៊ូមបន្តបន្តិចបើករណីថាយើងគាត់ថាតើបន្ទាត់យើងចង់បានស្មើគ្នាអត់អញ្ចឹងយើងអាចចម្លងមុខនៃចម្លងរបស់យើងគឺយើងចុច control បូក shift អញ្ចឹងទាំង control ទាំង shift ដាក់មកឲ្យចំ shape មក control shift ហើយយើងធ្វើការទាញទៅខាងស្ដាំជាមួយទៀតអានេះយើងពោះទៀតយើងទាញតាមក្រោយមកបន្តទៀតខ្ញុំធ្វើការគូសឬចម្លងហ្នឹងអញ្ចឹងចុច control សិនមកទាញចេញសិនហើយយើងធ្វើការចុច control shift ដើម្បីទាញវាឲ្យខ្លីបន្តិចធ្វើម៉េចដើម្បីកន្លាច់ឲ្យវាទៅជាបន្ទាត់នេះព្រោះអីបន្ទាត់លើនេះអញ្ចឹងយើងចុចលើ shape របស់យើងចូលទៅខាងកន្លែង shape format អាកន្លែងនេះគឺ rotation យើងអាច rotation ទៅទម្រង់ដែលផ្ដេកវិញមកហើយយើង over ទៅលើកាលនេះខ្ញុំនិយាយពីកន្លែងចន្លោះនេះទេយើងលេខមកស្មើគ្នានៅកណ្ដាលស្លឹករបស់យើងមកបន្តទៀតយើងចុច control box ដើម្បីចម្លងហ្នឹងទៅខាងក្រោមណា control C ចម្លងបានស្អាតអត់រេទេអូខេទៅជ្រុងកែងទៅមិនសម្រាប់ជ្រុងកែងនេះបើសិនបើយើងចង់បានក្បាច់ស្អាតណាយើងធ្វើការប្រើ font តតែងនៅក្នុង text box អញ្ចឹងយើងចូលទៅកាន់ insert shape យើងយក A នេះមកបើថាយើងគូស text box ចំមកគូសហើយយើងចូលទៅកាន់កន្លែង format យើងពលាព្រោះ text box វាមានអា background យើងចុចនេះមកដាក់ម៉ៅនៅក្នុង text box យើងចូល home យក font តតែងសិនបើថាយើងវិលតាក់តែង enter អញ្ចឹងនៅក្នុង font នេះយើងចូលទៅកាន់ insert បើថាយើងដាក់ font តតែងក្នុងហ្នឹង symbol មកយើងមើលទៅកាន់អីមើលទៅកាន់កន្លែងនេះយើងពលាវាទៀតយកអីតាក់តែស្អីសតធីដាក់សតធីមកមានតាក់តែងបើអត់តន់តម្លើងអត់មានណាយើងតម្លើងមកហើយមើលក្បាច់នេះអានេះបើសិនបើយើងមើលក្បាច់របស់គេណាវាមានឃើញជ្រុងឯងយើងចុច2ដងមកឥឡូវយើងចុច2ដងសិនខ្ញុំខ្វាយយកសិនឬ close សិនតាក់តែងបានទៅតូចអញ្ចឹងយើងចូលទៅកាន់ home free font មកបែរថាយើងប្រើ font តាក់តែងបែបនេះវិញចាំបានតូចធំលេខតាមការគួររបស់យើងមកហើយយើងអាចធ្វើការផ្លាស់ប្ដូរបានចូល A របស់យើងដូរពណ៌តាក់តែងរបស់យើងចង់បានពណ៌អីចុចមកហើយយើងអាចលើកទៅណាលើកទៅជ្រុងអញ្ចឹងមិនថាយើងដាក់ក្បាច់តាក់តែងនៅក្នុង text box នេះដាក់អញ្ចឹងទៅហើយសួរថាបើចង់បានតូចយើងតម្លាក់កន្លែង A ទៅវិញតម្លាក់ A ឬក៏ទាញអីទាញអាប្រអប់តាក់តែងយើងដាក់ឲ្យចំជ្រុងណាមួយនៃបន្ទាត់របស់យើងណាប៉ុន្តែពេលយើងគូបន្ទាត់ប្រយ័ត្នបន្តិចបើថាបើសិនតែយើងគូអត់ស្អាតទេយើងទៀតស្អាតទេគេអានេះស្អីវាអានេះវែងពេកបើថាយើងដាក់ម៉ៅឬក៏ទាញ text box ហ្នឹងទាញអាវុធនេះតាក់តែងនេះឲ្យស្មើជ្រុងបន្ទាត់យើងអានេះបើកាលនេះយើងចុច shift មកទាញវាខ្លីបន្តិចហើយយើងទាញចូលបន្តិចវិញបើថាយើងទាញឲ្យអាប់នេះនេះគឺស្អីអាប់មួយក្បាច់យើងណាមួយក្បាច់យើងចុះបើសិនបើយើងធ្វើហ្នឹងហើយអានេះបើសិនបើយើងលុប engine សិនកាលនេះយើងយកគំរូនេះយើងចុចអានេះមួយចុច control C វិញហើយយើងទាញមកនេះវិញបើថាឲ្យស្មើវិញចុះនេះយើងអាចទាញមកនេះបើកាលនេះជាវិញបើសិនតែយើងធ្វើការចម្លងចុច control C ហើយយើងទាញចេញបានប៉ុន្តែសួរថាបែរមុខទៅណាខុសទៅដៅហ៎ហើយធ្វើម៉េចបើយើងប្រវល់អត់ត្រូវហ៎ប្រវល់អត់ត្រូវណាយើងចូលទៅកាន់ format មកយើងសាកប្រើ rotation នេះមកមើលមិនទៅប្រវល់ទៅទាញទេវាមានអីមានអូតូតទេយើងក៏ចុចអីយើងមើលគំរូថាអានេះវាស្មើនេះអត់អូខេស្មើដល់ប៉ុណ្្នឹងមកអញ្ចឹងជ្រុងក្រោមពីរទៀតមិនបញ្ហាទេយើងគាត់ធ្វើការបញ្ចូលទៀតហើយយើងទាញមកអញ្ចឹងមិនថាយើងអាចបង្កើតគំរូស៊ុំដោយប្រើ font តតែងជំនួសអត់ចាំបាច់ទៅធ្វើការ download font តតែងយកអាហ្នឹងមកឆ្នៃមកនឹងវាស្អាតជាងដូចគ្នាអូខេ